វាស្ទើរតែមិនអាចទទួលយកបាននេះជាក្រដាសប្រាក់សម្រាប់មាស400,000កន្ទុយសូមលោកម្ចាស់ទទួលយកពួកគេផងជាមួយនឹងវត្ថុបុរាណអមតៈនេះរដូវក្តៅដ៏អស្ចារ្យត្រូវបានរក្សាទុកតើខ្ញុំអាចសួរលោកបានទេតើវត្ថុបុរាណអមតៈនេះត្រូវបានប្រើយ៉ាងដូចម្តេចអូវាសាមញ្ញណាស់អ្នកគ្រាន់តែប្រើវិធីបូកដកការគុណនិងការចែកសម្រាប់របស់ស្មុគស្មាញជាងនេះអ្នកនឹងត្រូវប្រើនិមិត្តសញ្ញាផ្សេងខ្ញុំមិនសូវចេះទេសូមលោកគ្រូជួយពន្យល់ខ្ញុំផងមិនអីទេមកខ្ញុំនឹងបង្រៀនអ្នកមួយជំហានម្ដងអរគុណលោកមិនអីទេអ្វីដែលខ្ញុំបានបង្រៀនអ្នកគួរតែគ្រប់គ្រាន់ហើយពិតជាវត្ថុបុរាណអមតៈមែនវិធីសាស្ត្រកិននាពិតជាឆ្លាតវៃមែនជាមួយនឹងវត្ថុបុរាណអមតៈបែបនេះ Grand Summer ត្រូវបានសង្គ្រោះនៅក្នុងសមរភូមិគណិតវិទ្យាថ្ងៃស្អែក Grand Summer ប្រកាសជាឈ្នះក្នុងករណីនោះខ្ញុំនឹងមិនរំខានអ្នកទៀតទេលោកលាហើយថែរក្សាខ្លួនណាឆាប់មកម្ដងទៀតណានៅសល់តែ9លាន4សែនកន្ទុយមាសទៀតប៉ុណ្ណោះចៅទួតល្អរបស់ខ្ញុំស្គាល់ចៅទួតចាស់របស់អ្នកខ្ញុំឆ្ងល់ថាតើស្រីស្អាតនោះចង់មានន័យយ៉ាងណាដោយពាក្យថាការប្រឈមមុខដាក់គ្នាដោយការកញ្ញាពួកគេមានការប្រកួតគណិតវិទ្យានៅសម័យបុរាណខ្ញុំបានកោះហៅអ្នកមកទីនេះតាក់ទងនឹងការប្រកួតកញ្ញានៅថ្ងៃស្អែករដ្ឋមន្ត្រីជាទីស្រឡាញ់របស់ខ្ញុំតើអ្នកមានទំនុកចិត្តទេព្រះករុណាក្នុងចំណោមយើងទាំង3នាក់រដ្ឋមន្ត្រីក្រសួងចំណូលគឺជាអ្នកដែលពូកែខាងគណិតវិទ្យាជាងគេដូច្នេះព្រះរាជាណាចក្រមាសនិងព្រះរាជាណាចក្រមកពីយាវែលមានជំនាញគណិតដ៏ល្អឥតខ្ចោះខ្ញុំអាចធ្វើបានតែអ្វីដែលខ្ញុំអាចធ្វើបានប៉ុណ្ណោះរដ្ឋមន្ត្រីហ៊ូមជាប្រមុខនៃរដ្ឋមន្ត្រីទាំងអស់តើអ្នកមានយោបល់យ៉ាងណាដែរព្រះករុណាតាមគំនិតដ៏រាបទាបរបស់ខ្ញុំយើងគួរតែរៀបការជាមួយព្រះនាងទៅកាន់ព្រះរាជាណាចក្រមាសក្នុងនាមជាមហេសីសម្ព័ន្ធភាពរវាងប្រជាជាតិរបស់យើងដោយមានជំនួយពីអាណាចក្រមាសទុកឲ្យតែការប្រឈមមុខនឹងការកញ្ញាយើងក៏នឹងមានឱកាសឈ្នះការសាកល្បងផ្សេងទៀតដែរព្រះករុណាយើងមិនត្រូវ Grand Summer មិនដែលមានព្រះនាងណាម្នាក់ខ្លាយជាមហេសីធម្មតានោះទេវានឹងជាការអាម៉ាស់ជាតិព្រះមហាក្សត្រីយានីនិយាយត្រូវ Grand Summer មិនត្រូវបង្ហាញភាពកំសាកមុនពេលប្រយុទ្ធនោះទេរដ្ឋមន្ត្រីក្រសួងចំណូលខ្ញុំខ្លាចថាសូម្បីតែអ្នកក៏គ្មានទំនុកចិត្តដែរអ្នកRobin Hall តើអ្នកមិនមានដំណោះស្រាយផ្សេងទៀតទេនាងជាកូនស្រីតែម្នាក់គត់របស់ខ្ញុំតើខ្ញុំអាចបញ្ជូននាងទៅកាន់នគរមាសដោយរបៀបណាដើម្បីធ្វើជាមហេសីខ្ញុំសូមអង្វរព្រះមហាក្សត្រីមេត្តាពិចារណាឡើងវិញគេនិយាយថាអាណាចក្រមាសបានឈ្នះការពេញចិត្តពីអ្នកអស្ចារ្យរួចហើយចៅវាយនាយដ៏មានគុណធម៌អត្ថប្រយោជន៍របស់ពួកគេគឺ